ជំរាបសួរពុកម៉ែបងប្អូនបាននៅក្រោយប្រជុំធំចំនួន4ថ្ងៃហើយនៅរមណីយដ្ឋានឈើតោកនៅតែមានបងប្អូនបាទប្រជាជនខ្មែរយើងទាំងគ្រប់បណ្ដាខេត្តបានមកលេងនៅកន្លែងរមណីយដ្ឋានឈើតោកមនុស្សច្រើនមែនតើពុកម៉ែបងប្អូនក្រោយពីប្រជុំបិណ្ឌធំចំនួន4ថ្ងៃហើយមកនេះខ្ញុំក៏នាំគ្រួសារមកលេងមនុស្សច្រើនមែនតើតាមតាប់ហើយថ្ងៃប្រជុំធំនោះពុកម៉ែបងប្អូនដើរអត់ចុះទេមនុស្សច្រើនមែនតើរត់តែប្រឡោះដើរអត់បានជិះម៉ូតូស្រួលដោយបាទជុំឲ្យ4ថ្ងៃប៉ុន្តែនៅតែមានបាទបងប្អូនគាត់មកលេងនៅរមណីយដ្ឋានឈើតោកនៅខេត្តពោធិ៍សាត់ស្រុកភ្នំក្រវាញនេះគាត់មកលេងច្រើនជុំធំឲ្យចំនួន4ថ្ងៃហើយបងគាត់អាជីវករគាត់លក់នៅម្ដងក៏គាត់សប្បាយចិត្តនឹងការលក់ដូរហើយពួកខ្ញុំនេះក៏សប្បាយចិត្តនឹងការទិញហូបបាទហើយតម្លៃវិញក៏រៀងធូរថ្លៃដែរពុកម៉ែបងប្អូនធូរថ្លៃហើយខ្ញុំក៏សូមអំពាវនាវទៅដល់បងប្អូនទាំងអស់ដែលបានមកលេងនៅរមណីយដ្ឋានឈើតោកនេះហើយព្រមទាំងបាទបងប្អូនអាជីវករទាំងអស់ដែលបានមកលក់ដូរនៅទីនេះបាទហើយក៏សូមជួយសម្អាតបរិស្ថានទាំងអស់គ្នាដើម្បីសម្អាតឲ្យស្អាតពាក្យទាញភ្ញៀវទេចូលមកលេងពេលក្រោយឲ្យកាន់តែច្រើនទៀតអរគុណច្រើនអូយបងអើយត្រជាក់អូបងតើបងលោកទៅប៉ៅអូយត្រជាក់មកលេងច្រើនពុកម៉ែបងប្អូន